ផែនថងឋានលើកយកចំនួនព្រំដែនកម្ពុជាថៃនិងអក្រិតកម្មអនឡាញពិភាក្សាជាមួយម៉ាក្រុងកាលពីថ្ងៃសុក្រទី27ខែមិថុនាឆ្នាំ2025នាយករដ្ឋមន្ត្រីថៃលោកស្រីផែនថងឋានស៊ីណាវ៉ាន់បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងដោយពិភាក្សាគ្នាលើបញ្ហាមួយចំនួនក្នុងនោះមានទាំងបញ្ហាព្រំដែនកម្ពុជាថៃនិងអក្រិតកម្មអនឡាញផងដែរចំពោះបញ្ហាព្រំដែនកម្ពុជាថៃលោកស្រីផែនថងឋាននិយាយថាថៃបដិញ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធីមានចេតនាស្មោះត្រង់ដោយចូលលើមិត្តភាពជាអ្នកចិត្តខាងល្អឯកភាពអាស៊ាននិងច្បាប់អន្តរជាតិលោកស្រីជឿជាក់ថាកិច្ចចរចាទ្វេភាគីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនានិងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកប្រទេសថៃនៅតែបន្តគាំទ្រការងាររបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃ JBC ហើយសង្ឃឹមថាបារាំងក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងដើរតួក្នុងការគាំទ្រប្រយាករអំណោយផលដល់ការបន្តកិច្ចចរចាទ្វេភាគីចំណែកទាក់ទងការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆ្លងដែនលោកស្រីផែនថងឋានបានលើកឡើងពីវិធានការយ៉ាងសកម្មរបស់ថៃប្រឆាំងនឹងអក្រិតកម្មឆ្លងដែនជាពិសេសការឆបោកនឹងអក្រិតកម្មអនឡាញហើយបានបញ្ជាក់ពីការត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិរួមទាំងប្រទេសបារាំងផងដែរទោះបីជាយ៉ាងណាក៏ដោយក្រៅពីបញ្ហាខាងលើនេះលោកស្រីផែនថងឋាននិងលោកម៉ាក្រុងក៏ពិភាក្សាគ្នាលើប្រធានបទពង្រឹងទំនាក់ទំនងទ្វេភាគីពាណិជ្ជកម្មវិនិយោគបញ្ហាជាសកលនិងដំណើរទស្សនកិច្ចផ្លូវការផងដែរពលរដ្ឋថៃរាប់រយគ្រួសារទៀតនៅខេត្តជាប់ព្រំដែនមីយ៉ាន់ម៉ាបន្តជម្លៀសខ្លួនចេញពីការប្រយុទ្ធពលរដ្ឋថៃរាប់រយគ្រួសារនៅខេត្តជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ាបានបន្តជម្លៀសខ្លួនគណៈការប្រយុទ្ធដ៏ក្តៅគគុករវាងរបបយោធាមីយ៉ាន់ម៉ានិងកងកម្លាំងប្រឆាំងមិនទាន់ថមថយដែលបណ្ដាលឲ្យជនស៊ីវិលស្លាប់ចំនួន12នាក់នៅក្នុងសប្តាហ៍នេះតាមការចាប់ផ្សាយរបស់មីយ៉ាន់ម៉ា Now ការវាយប្រហារពីអាកាសកាលពីដើមសប្តាហ៍ក្នុងតំបន់ដែលគ្រប់គ្រងដោយកងទ័ពតាអាំងនៅរដ្ឋសានភាគខាងជើងបានសម្លាប់មនុស្ស5នាក់លុះមកដល់ថ្ងៃប្រហោះមនុស្ស7នាក់ទៀតត្រូវបានសម្លាប់និងជាង20នាក់រងរបួសក្នុងការទម្លាក់គ្រាប់បែកនៅក្បែរអណ្ដូងរ៉ែមួយក្នុងតំបន់ប៉ាសាងនៃរដ្ឋខាយ៉ាការវាយប្រហារដ៏ខ្លាំងក្លានោះបានបង្ខំឲ្យពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់នៅក្នុងរដ្ឋទាំងពីរត្រូវជម្លៀសខ្លួនរីឯនៅខាងថៃឯណោះក៏មានការជម្លៀសពលរដ្ឋរាប់រយគ្រួសារផងដែរក្នុងខេត្តម៉ែហុងស៊ុងនៅរដ្ឋកាឈិនឯណោះពលរដ្ឋរាប់ពាន់នាក់ក៏ត្រូវរត់ភៀសខ្លួនចេញពីភូមិនានាក្នុងទីប្រជុំជនបកខណ្ឌផងដែរនារយៈពេលប្រមាណថ្ងៃចុងក្រោយនេះគណៈកងកម្លាំងប្រឆាំងគឺកងទ័ពឯករាជ្យកាឈិនបានប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលយោធាដែលកំពុងវាយលុកសូមជម្រាបថាការវាយប្រហារទាំងនេះគឺជាចំនួនដែលកំពុងបន្តរវាងរបបយោធានិងចលនាប្រដាប់អាវុធជនជាតិភាគតិចជាច្រើននិងកងកម្លាំងការពារប្រជាជននៅទូទាំងប្រទេសមីយ៉ាន់ម៉ាបិទរបបយោធាកំពុងរៀបចំកិច្ចចរចាសន្តិភាពនៅក្នុងទីក្រុងណៃពីដាវក៏ដោយប៉ុន្តែនៅតែមានរបាយការណ៍ថាពួកគេកំពុងបន្តប្រតិបត្តិការវាយលុកនិងការវាយប្រហារតាមអាកាសឥតបន្ធូរដៃនៅឡើយ